បាទសួស្តីទាំងអស់គ្នាដែលកំពុងតែមើលវីដេអូហើយថ្ងៃនេះខ្ញុំមកធ្វើវីដេអូម្ដងមួយទាំង10អ្នក10វិធី download រវីដេអូ clip រូបភាពតាមពិតវាមាន10 option ហ្នឹងមែនតែវាចែកទៅច្រើនវាដូចខ្វៃមួយសៀវហុងស៊ូខៃស៊ូដូយេន Facebook នេះមាន2តែឯងមាន2អីដូចមាន4នោះមាន4 option ទៅទៀតព្រោះអីវាមាន page វាមាន account វាមាន group វាមាន reel វាមាន video វាមាន photo អញ្ចឹងសម្រាប់ Facebook ហ្នឹងគឺច្រើនជាងគេអញ្ចឹងខ្ញុំរាប់តែមួយទេ5 IG Instagram 6 TikTok 7 YouTube ក៏មានច្រើនទៀតមាន thumbnail មាន short clip មានវីដេអូ8 snake វីដេអូ9 photo 10អញ្ចឹងខ្ញុំមាន10 option ហ្នឹងលក់ឥឡូវនេះកំពុងរកគិតវាយតម្លៃលក់មិនដឹងលក់តម្លៃប្រហែលដែរប្រហែលជាមួយខែ5រៀលទេទៅណោះអូខេហើយកម្មវិធីរបស់ខ្ញុំគឺអត់មានអីពិបាកសាំញ៉ាំញ៉ៃញ៉ៃទេគឺវាមានតែបតុង2តាមពិតអាបតុងខ្លះដែលខ្ញុំបន្ថែមមកនេះគឺសម្រាប់អ្នកអត់ចេះប្រើឬក៏វាមាន version stable ឥឡូវឧទាហរណ៍ដូចជាអ្នកដូចសៅហុងស៊ូនេះគឺវាមាន2 version អានេះ version ទី1 scrape version ទី2គឺ selenium ជ្រុំក្រោមអញ្ចឹងវា stable បានតែបើអាមួយនេះអត់ដើរអាមួយនេះដើរហើយខៃស៊ូនេះក៏ដូចគ្នាមាន2 version ដូចគ្នា version ខាងលើក៏មាន version ខាងក្រោមនេះទី2ខាងក្រោមនេះក៏មានសិតតែវិធីយកវីដេអូគឺខុសគ្នាដូចយេនក៏ដូចគ្នាមាន2 version មាន3 version អានេះ version ទី1នៅនេះហើយ version ទី2 version ទី3នៅនេះអញ្ចឹងអឺវិធីប្រើគឺមិនជាពិបាកប៉ុន្មានទេខ្ញុំព្យាយាមសរសេរឲ្យស្រួលបំផុតហើយ Facebook គឺមាន Reel មានវីដេអូនៅត្រង់នេះអឺមាន version ស៊ីនាម version ជ្រុំហើយនឹង version ធម្មតាទាំងអស់គ្នាចង់ជ្រើសរើសយកមួយណាក៏បានដែរព្រោះឲ្យខ្ញុំថតវីដេអូឲ្យមើលទាំងអស់គ្នាទេបាទហើយIG Instagram TikTok YouTube នេះ YouTube មាន4 option មានវីដេអូមាន short មាន MP3 មាន thumbnail Snake photo មាន3 option ហើយ3 option ហ្នឹងបើគ្រាន់តែ Facebook ហ្នឹងមិនដឹងប្រហែល option ម្នាក់ឯងបាត់ហើយមានរូបភាពនៅក្នុង page រូបភាពនៅក្នុង user រូបភាពនៅក្នុង group អញ្ចឹងទៅអានេះគឺសម្រាប់តែ photo អូខេអញ្ចឹងនេះគឺវិធីទី1ដែលខ្ញុំចង់ឲ្យទាំងអស់គ្នាមើលថាវិធីទៅ download វីដេអូចេញពី web ខ្វៃអញ្ចឹងខ្វៃគឺ website ចិននេះ website នេះ website ហ្នឹងគឺជាធម្មតាខ្ញុំអត់ដឹងថារាល់ថ្ងៃហ្នឹងមានខ្មែរយើងធ្វើលក់ឬក៏អត់ទេអូខេអញ្ចឹងទី1គឺយើងគ្រាន់តែ copy username នេះមកអានេះសម្រាប់ខ្វៃសម្រាប់ខ្វៃ copy username ហ្នឹងមកបន្ទាប់មក run កម្មវិធីរបស់ខ្ញុំអូខេ run កម្មវិធី pass ID ចូលនេះ pass ID ចូលទៅនឹងមក pass ID ចូលទៅនឹងមកហើយដាក់ចំនួនចង់បានប៉ុន្មានតែបើសិនយើងអត់បាច់ដាក់ទេយើងគឺត្រូវចុច scroll ទៅនេះឬក៏ scroll នៅលើ mouse យល់ទេបានតែចុច load web ព្រឺតចឹងមកឲ្យវា load មកវា load ហើយវាប្រាប់ថាបានប៉ុន្មានវីដេអូមកអញ្ចឹងបើសិនជាយើង
ចង់បានច្រើនវីដេអូយើងអាចចុចលើ scroll នេះចុច scroll ទៅហ្នឹងវាទាញចុះទៅក្រោមនេះវាទាញចុះទៅក្រោមទៀតតែបើអត់ទេគឺយើង scroll ម៉ៅរបស់យើងអាម៉ៅកដាលយើងហ្នឹងទាញនៅទៅហ្នឹងមកបាទបន្ទាប់មកគឺយើងចុច scrape URL នេះអូខេចុច scrape ឥឡូវវាបានចំនួន112វីដេអូបន្ទាប់ពីនឹងមកហើយគឺយើងចង់ download នេះខ្ញុំដាក់ត្រឹម10តែអានេះខ្ញុំផ្លិចបាត់ហើយមិនដឹងបានដាក់កំណត់នៅចាំមើលខ្ញុំកំណត់នៅនឹងចង់ download យើងគ្រាន់តែចុចប៊ូតុង download មកហើយខ្ញុំចូលទៅក្នុង folder test download ហ្នឹងเนาะ folder test download នេះ folder មួយហ្នឹងបន្ទាប់មកខ្ញុំចុច download អញ្ចឹងវានឹងបង្កើត user បង្កើត folder មួយតាមរយៈ user នេះហើយវា download វីដេអូនៅត្រង់នេះនេះហើយនៅក្នុងវិធីរបស់ខ្វៃហ្នឹងគឺយើងអាចចុច stop ទៅនេះបានបើសិនជាយើងរវល់ធ្វើអីផ្សេងឬយើងចង់ download តែចំនួនតាមកំណត់នេះក៏បានដែរដូចតែឥឡូវយើងចង់ download តែ10អញ្ចឹងចុច start ទៅគឺវា download តែ10តែបើសិនអត់ទេគឺយើងចុច stop ចាំមើលខ្ញុំភ្លេចថាខ្ញុំបានសរសេរ option នឹងនៅបើនៅចាំតិចទៀតថតវីដេអូហើយខ្ញុំធ្វើបន្ថែម update នៅទៅនឹងចាំមើលវា download 10ហ្នឹងឬក៏បន្តទៅមុខទៀតអូខេ11អញ្ចឹងវាអត់បាននេះទេចាំខ្ញុំធ្វើអូខេអញ្ចឹងខ្ញុំ stop សិនដើម្បីខ្ញុំធ្វើវីដេអូ option ផ្សេងអានេះគឺវិធី download វីដេអូចេញពីខ្វៃ